សម្រាប់បងប្អូនដែលតែងតែ movement ដើរពេលដែលបាញ់គេដាច់ហ្នឹងណាបាទបងប្អូនទាំងអស់គ្នាមានបញ្ហានឹងច្រើនខ្លាំងមែនទែនបច្ចុប្បន្នមិនថាអ្នកប្រកួតមិនប្រកួតទេហើយតម្រង់ movement របស់បងប្អូនគឺមានលក្ខណៈបែបនេះត្រូវទេគឺមាន sprint ហើយជាមួយនឹង movement អញ្ចឹងពេលខ្លះទៅ movement វាអត់ជាប់ល្អទេដោយសារតែ sprint ហ្នឹងវាលោតទៅលោតមកអញ្ចឹងបញ្ហាបងប្អូនទាំងអស់គ្នាមានអារម្មណ៍ថាតុកសិចខ្លាំងមែនទែនជាពិសេសពេល movement ចូលបាញ់គេដាច់ដែរអញ្ចឹងទៅអញ្ចឹងធ្វើឲ្យបងប្អូនពិបាកក្នុងការចូលបាញ់គេកលៀកខ្លាំងមែនទែនប៉ុន្តែចាប់ពីពេលនេះទៅគឺលែងមានករណីបែបហ្នឹងទៀតហើយខ្ញុំនឹងធ្វើការបង្ហាញជូនបងប្អូនប៉ុន្តែសន្យាគ្នាហើយណាចែករំលែកជូនបងប្អូនយើងព្រោះអីខ្ញុំមាន trick នេះគឺចែករំលែកបងប្អូនយើងក៏គួរចែករំលែកឲ្យបងប្អូនយើងផ្សេងបានឃើញដែរ like share ផងតោះ movement របស់បងប្អូនមានទម្រង់បែបនេះទៅហ៎អញ្ចឹងបងប្អូនទាំងអស់គ្នាគ្រាន់តែចុចទៅលើកន្លែង button side ទៅលើ sprint ហើយបងប្អូនបរិចវាឲ្យធំហើយកន្លែង movement របស់បងប្អូនក៏បរិចវាឲ្យធំដែរហើយទាញវាឲ្យកល់ទៅមកខាងលើខាងក្រោមដូចគ្នាតបពីបរិចហើយបងប្អូនបរួមទៅលើ sprint វិញចុចលើ sprint ហ្នឹងបរួមឲ្យទូចបងប្អូនឃើញបរួមទូចហើយបរួមទូចហើយដល់ពេលបងប្អូនបរួមកន្លែង movement ហ្នឹងឲ្យទូចវិញម្ដងបាទនៅពេលដែលបងប្អូនបរួមអញ្ចឹងឃើញអា sprint នោះឃើញទូចទេបាទនៅពេលឃើញទូចអញ្ចឹងបងប្អូនមិនខ្វល់ហើយទាញវាឲ្យកល់នៅខាងក្រោមកន្លែង movement ហើយបរិចវាធំមកឃើញបាត់តែកន្លែង sprint ហ្នឹងបាត់ទេបញ្ហាទាំងអស់ហ្នឹងគឺបានដោះស្រាយហើយអាកន្លែង sprint ដែលធ្វើឲ្យយើងពិបាក movement ហ្នឹងវាលិចចូលមកក្នុងកន្លែង movement របស់យើងខាងក្នុងនេះហើយអញ្ចឹងបងប្អូនគ្រាន់តែធ្វើការសេរីទៅកន្លែង movement ហ្នឹងឲ្យតាមទំហំដែលបងប្អូនចង់បានទីតាំងដែលបងប្អូនចង់ធ្វើទៅជាការស្រេចអញ្ចឹងចាប់ពីពេលនេះទៅបងប្អូនលេងពិបាកក្នុងការ movement ហើយប៉ុន្តែក្នុងករណីមួយនេះណាបងប្អូនទាំងអស់គ្នាសម្រាប់អ្នកដែលឧទាហរណ៍ថាគាត់ធ្លាប់បាញ់លឿនគាត់ movement បែបនេះជារឿងធម្មតាប៉ុន្តែសម្រាប់បងប្អូនមួយចំនួនក៏អាចចូលចិត្តលឿនបែបនេះអាហ្នឹងក៏ជារឿងផ្ទុយគ្នាបាទអញ្ចឹងបានន័យថាវាជារឿងផ្សេងគ្នាសម្រាប់បងប្អូនចូលចិត្តក៏អាចធ្វើតាមខ្ញុំហើយវាអបពិបាកក្នុងការ movement ឆ្វេង movement ស្ដាំអបពិបាកក្នុងការដាច់ movement ទៀតទេចាប់ពីពេលនេះទៅបងប្អូន movement smooth ខ្លាំងមែនតើក្នុងការបាញ់កលៀតកលោះអត់ឲ្យបងប្អូនពិបាកទេប៉ុន្តែនៅមានចំណុចមួយទៀតបងប្អូនអាចនឹងមើលរំលងប៉ុន្តែខ្ញុំមិនរំលងវាទេនឹងចែកជូនបងប្អូនឲ្យអស់តែម្ដងក្នុងការស្រួលបាញ់ទាំងអស់គ្នាអញ្ចឹងយើងគ្រាន់តែចូលមកកន្លែងក្នុង setting របស់យើងណាបងប្អូនទាំងអស់គ្នាយើងក៏លេខមកមើលកន្លែង basic control ហើយបន្ទាប់មកយក advanced control ហើយអូសមកខាងក្រោមដែលមានពាក្យថា split sensitivity អញ្ចឹងកន្លែង split sensitivity នេះបងប្អូនបើចូលចិត្តកន្លែង movement ដែលលឿនបងប្អូនដាក់ត្រឹម50 60ទៅបើយឺតបងប្អូនអាចត្រឹម30 40ទៅបើពេញចិត្តក្នុងការ movement លឿនដាក់100ទៅអញ្ចឹងជាអ្វីដែលបងប្អូនគួរតែធ្វើតាមទៅបើសិនជាបងប្អូនចូលចិត្តបងប្អូនកុំភ្លេចធ្វើការចែករំលែកទៅកាន់បងប្អូនយើងខ្ញុំចែករំលែកជូនបងប្អូនចែករំលែកជូនបងប្អូនយើងតទៀតអរគុណច្រើនបងប្អូនទាំងអស់គ្នា